តើlâuសប្តាហ៍មុនយើងបានចប់ហើយការកំណត់ភូមិអក្សរចឹងរំលឹកឡើងវិញបន្តិចចឹងសម្រាប់ចំណងជើងភាគច្រើនភាសាខ្មែររបស់យើងគឺប្រើខ្មែរ S មូឡាយហើយសម្រាប់ទំហំគឺពី11ទៅ14 16ក៏បានដែរសម្រាប់យើងចង់ដាក់ធំយ៉ាងហ្នឹងបើដាក់ធំយ៉ាងហ្នឹងពេល print មកគឺធំពេកពី11ទៅដល់16បាទបើអត្ថបទកន្លែងអក្សរធម្មតារបស់យើងហ្នឹងគឺយើងដាក់យើងប្រើខ្មែរ S សៀមរាបសម្រាប់ទៅលើលិខិតបើសម្រាប់សរសេរសភៅអីគឺខ្មែរ S បាត់ដំបងន័យថាខ្មែរ S បាត់ដំបងអក្សរវាភ្លឹងស្អាតជាងណាអញ្ចឹងសម្រាប់ទំហំគឺ9ដល់12ប្រាប់អត្ថបទណាអត់តូចបំផុតគឺត្រឹម9អាចសេរីដល់8បានប៉ុន្តែ8ដូចរៀងទូចពេកបាទហើយសម្រាប់សេសភៅប៉ុន្តែយើងប្រើខ្មែរ OS សៀមរាបក៏បានដែរប៉ុន្តែភាគច្រើនបើតាមទម្រង់របស់គេខ្មែរ OS សៀមរាបទៅលើលិខិតទេប្រើច្រើនបើខ្មែរ OS បាត់ដំបងធ្វើសភៅសេដាក់ slide ស្អីប្រើ font ហ្នឹងឯងហើយសម្រាប់ពុម្ពអក្សរអង់គ្លេសគឺជា Word គឺយើងប្រើ Times New Roman ឬក៏អាចប្រើ font មួយទៀតក៏បានដែរ font Arial នេះតែនេះភាគច្រើនលើការ design អីគេប្រើហ្នឹង font ហ្នឹង font អង់គ្លេសចានេះឈ្មោះ font អង់គ្លេសខាងលើនេះឈ្មោះ font ខ្មែរហើយទំហំគឺដូចតែគ្នាទេអង់គ្លេសទាំងចំណងជើងទាំងអត្ថបទអីគឺប្រើ Times New Roman ទាំងអស់សម្រាប់ទំហំតាមហ្នឹងមកនេះចំណងជើងដាក់ទំហំប៉ុណ្ណាអត្ថបទទំហំប៉ុណ្ណាដាក់ប៉ុណ្ណឹងមកអញ្ចឹងគ្រាន់តែរំលឹកទេហើយអានេះយើងបានហើយអស់ហើយសម្រាប់ការអនុវត្តខ្ញុំឃើញថាយើងនៅអត់ទាន់យល់អាកន្លែងសិលិចអក្សរដាក់សន្ទុះដាក់ស្វ័យគុណអីហ្នឹងយើងនៅស្ទើរកន្លែងហ្នឹងអញ្ចឹងយើងនៅមិនទាន់បានយល់ពីការផ្លាស់ប្ដូរពុម្ពអក្សរទេបានន័យថាយើងត្រូវរៀនពីសិលិចឲ្យបាននេះសិនបានន័យថាយើងចង់ធ្វើទ្រង់ទ្រាយអ្វីមួយត្រូវសិលិចឲ្យចំទ្រង់ទ្រាយទៅលើអក្សរហ្នឹងមិនមែនសិលិចទាំងអស់រួចហើយវាឡើងដាក់ស្វ័យគុណដាក់សន្ទុះទេយើងចង់បញ្ជូននេះគេឧទាហរណ៍ស្វ័យគុណ2ចុចសិលិចតែលេខ2ទៅវាដាក់ស្វ័យគុណ2ចង់ដាក់សន្ទុះ2សិលិចតែលេខ1ហ្នឹងមកបញ្ជូនវាទៅសន្ទុះវិញអញ្ចឹងយើងធ្វើលំហាត់វានៅស្ទើរយើងអត់ទាន់បានចេះអីគេក្នុងការប្រើប្រាស់ថាខណ្ឌអញ្ចឹងថ្ងៃនេះយើងចូលការប្រើប្រាស់កថាខណ្ឌឬក៏ paragraph អញ្ចឹងយើងមើលនៅក្នុងកុំព្យូទ័ររបស់យើងក៏លេខមើលមកខាងស្ដាំជាប់ជាមួយនឹង block font នេះអញ្ចឹងបន្ទាប់ពី font គឺអីគេគឺ paragraph បានន័យថាកថាខណ្ឌអញ្ចឹងការងារតាក់ទងជាមួយនឹងកថាខណ្ឌគឺទៅលើអីគេខ្លះយើងមើលការសរសេរអក្សរជាក់ស្ដែងរបស់យើងនៅក្នុងសភៅរបស់យើងមានអីខ្លះការប្រើប្រាស់កថាខណ្ឌណាយើងត្រូវយល់អាហ្នឹងសិនមានអីគេមានចូលបន្ទាត់ស្អីគេទៀតចុះបន្ទាត់តម្រឹមអីគេបាទតម្រឹមឆ្វេងតម្រឹមស្ដាំដាក់អីគេទៀតតាក់ទងមួយនឹងកថាខណ្ឌណាដាក់ចំណុចអីចំណុចបជីនេះមានអីគេខ្លះចំណុចជាលេខចំណុចជាអីចានេះយើងដឹងហើយការប្រើប្រាស់កថាខណ្ឌគឺចឹងឯងហើយអីគេដក clear សេរីវាអីគេពីបន្ទាត់មួយទៅបន្ទាត់មួយអីគេឲ្យវាមានគម្លាតប្រមាណអីប្រមាណនៅក្នុងថាខណ្ឌហ្នឹងឯងហើយលោកគ្រូមើលរូបនេះរួចត្រឡប់មកមើលលេខនេះវិញឧទាហរណ៍លេខ1គេនិយាយពីអីនេះ
គេនិយាយពី bullet ចឹងអានេះរបៀបមើលលេខ2គេធ្វើអីបាទខ្ញុំអត់បានអានឲ្យទាំងអស់ទេព្រោះអីច្រើនពាក្យច្រើនយើងមករៀនយើងមកដល់អនុវត្តបណ្ដោយបើយើងនៅផ្ទះទនេយើងអង្គុយអានមើលមកកុំព្យូទ័រយើងបើកបណ្ដើយើងមើល slide នឹងបណ្ដើមក slide យើងបើកមើលទូរស័ព្ទឬក៏ដោយសារម៉ាស៊ីន print វាខូចដើម្បី print ឲ្យឯកសារម្នាក់នេះម្នាក់មួយស្លឹកឯងចឹងបើយើងមានម៉ាស៊ីន print នៅផ្ទះឬក៏ឯកសារខ្ញុំផ្ញើឲ្យក្នុងក្រុមហើយអាចយកទៅ print រួចហើយដល់ផ្ទះយើងមើលមកបើថាបាក់មើលនៅក្នុងទូរស័ព្ទចឹងទី1គឺតាក់ទងជាមួយនឹងនិមិត្តសញ្ញាជាចំណុចយើងដឹងហើយមានចុចមានត្រេមានអីអញ្ចឹងណានេះចុចមើលខ្លួនឯងណានេះខ្ញុំបង្ហាញណាទី1នេះជាចំណុចឆ្លាញ់មួយណាដាក់មួយនឹងមកតើអត់ឧទាហរណ៍មួយនេះអញ្ចឹងដើម្បីយើងសរសេរចំណុចបានមិនមែនយើងដាក់ចំណុចនេះហើយចុច enter មកសរសេរនេះកើតទេយើងដាក់ចំណុចមួយទាល់តែយើងមានអក្សរនៅក្នុងនឹងសិនឧទាហរណ៍ចំណុចទី1អញ្ចឹងទៅព្រោះហើយបានយើង enter មកវាលោតចំណុចនឹងមកទៀតអត់អត់សរសេរមកចំណុចទី2អញ្ចឹងទៅបើមានទី3ចំណុចទី3មកនៅក្នុងចំណុចទី3 enter មួយនៅក្នុងចំណុចទី3តើមានចំណុចរងបន្ទាប់ពីចំណុចទី3អត់បើមានយើងធ្វើម៉េចបើយើងបដូរសញ្ញានេះបើនេះថាអីវាបដូរទៅទាំងអស់អញ្ចឹងតើតែយើងអីគេចូលវាមកបន្ទាត់សិនត្រូវអត់ចាហ្នឹងយើងសង្កេតមើលនៅក្នុងយើងសរសេរអក្សរជាក់ស្ដែងមែនអត់ដើម្បីចូលចំណុចរងតើយើងចូលមកកាឡាទៀតយើងត្រូវចាំកន្លែងហ្នឹងអាហ្នឹងរបៀបសរសេរអញ្ចឹងអាចចុច tape ក៏បានចុចកន្លែងនេះក៏បាននេះកន្លែងនេះមកក្រោយកន្លែងនេះទៅមុខតើអត់មើលឲ្យច្បាស់មើលឲ្យតន់ណាយ៉ាងព្រោះអាទាំងអស់នេះសញ្ញាវាស្តៀងគ្នាបើយើងបានសង្កេតមើលទេនេះអូខេបើនេះហើយយើងចូលមកបន្ទាត់ហ្នឹងមកយើងអាចដូរចំណុចកន្លែងនេះបានណាចង់ដាក់ចំណុចអីដាក់មកនេះតើអត់ឧទាហរណ៍ចំណុចទី3គេនិយាយពីអីគេតែក្នុងចំណុចទី3វាច្បាស់ជាមានចំណងជើងអីមួយឧទាហរណ៍និយាយពីវត្តទឹកអញ្ចឹងនៅក្នុងវត្តទឹកមានស្អីអានេះឧទាហរណ៍ណាឧទាហរណ៍នៅក្នុងចំណុចទី3និយាយពីកុំព្យូទ័រមានប្រមាណប្រភេទអីខ្លះអញ្ចឹងទៅអញ្ចឹងមានអីគេមាន personal អីចឹងទៅ personal PC personal PC ច្រឡំអញ្ចឹងដាក់តាមហ្នឹងមកចុចតើអត់ឧទាហរណ៍ចាប់ចំណុចនេះហើយ enter មួយទៀតមកផ្ដាច់វាយើងមកដល់ចំណុចអីគេបន្ទាប់ទៀតទី4ត្រង់អញ្ចឹងយើងធ្វើម៉េចចុច tape ទៀតមែនយើងអត់ចុច tape ទេយើងចុចអីនេះឬក៏ចុច backspace តែនេះវាអត់ទៅទេអញ្ចឹងយើងចុចថយនេះមកនេះអត់ថយមកទៅសេតទៀត enter មួយទៀតមានប្រហែលចំណុចទៀត enter មួយទៀតមកចូលចំណុចដដែលទៀតតើអត់ឧទាហរណ៍ទៀត enter មួយទៀតនៅខាងក្រោមចំណុចរងហ្នឹងមានចំណុចរងរបស់ចំណុចរងហ្នឹងមួយទៀតចូលមួយទៀតអស់យល់អត់ដូរចំណុចមក enter មួយទៀតក្នុងចំណុចរងមួយនេះមានចំណុចរងមួយនេះទៀតចូលមួយទៀតមកនេះតើអត់លោកគ្រូចង់បកមកចំណុចធំវិញគ្រាន់តែចុចថយមកយល់ទេសេមកចូលវិញចុចអានេះមកតើអត់ចង់ថយមកដល់ចំណុចលេខធំជាងគេសេតទៀតបានយល់អត់អញ្ចឹងអាហ្នឹងតាក់ទងជាមួយនឹងនេះ bullet
ឬក៏ជាចំណុចបញ្ជីចានេះខ្ញុំ save ទុកបាច់ save ទេចានៅចំណុចបញ្ជីអញ្ចឹងមួយទៀតគឺជាចំណុចអីគេ numbering នេះកន្លែងគេដាក់ numbering library មានន័យថាអីគេសម្រាប់កំណត់អីគេអក្សរបញ្ជាក់ពីលំដាប់លំដោយអាមិញគ្រាន់តែជាចំណុចទេណាអានេះអក្សរតាមលំដាប់លំដោយបានថាវាមានលេខជាអក្សរ ABC អីចឹងទៅ1ចំណុច1ធំចំណុច 1.1 ចំណុច 1.2 អាហ្នឹងសម្រាប់យើងធ្វើជាគេហៅថាមាតិកាភាគច្រើនមាតិកាគឺយើងធ្វើអញ្ចឹងសេសភៅសេអីគឺយើងដាក់ចំណុចចឹងឯងអញ្ចឹងយើងបកមកកន្លែងនេះវិញវាមានតាមប្រភេទរបស់វានេះលេខ1អញ្ចឹងមកធ្វើ2អញ្ចឹងមកហើយចូលនេះទៀតប្រើដូចគ្នាទាំងអស់តើអត់ចំណុចរង enter មួយទៀតចំណុចរងមានទៀតអត់អញ្ចឹងវាបកមកចំណុចលេខយើងធម្មតាវិញបើមានទៀតអត់វាទៅបន្តបន្ទាប់គ្នាអញ្ចឹងអាហ្នឹងមានន័យថាតាមលំដាប់របស់កម្មវិធីហ្នឹងបើយើងចង់បដូរយើងគ្រាន់តែឈរនៅលើលេខណាមួយមកបដូរមកនេះអត់ចង់បាន A ហ្នឹងទេចង់បានចំណុចថ្មីជ្រើសរើសវាមកនេះបដូរបានទេចង់បដូរអាលេខ1នេះទៅជាចំណុចអីផ្សេងអញ្ចឹងទៅបដូរវាបានប៉ុន្តែចំណាំថាបើយើងបដូរមួយគឺចំណុចធំទាំងអស់ហ្នឹងឬក៏បន្ទាត់ទាំងអស់ហ្នឹងវានឹងដូរទាំងអស់ឧទាហរណ៍1យើងដាក់កន្លែងនេះលេខ1លេខ2លេខ3នេះបើយើងចុចបដូរវាមួយដូរអានេះមួយវាទៅទាំងអស់ហើយបើយើងបដូរដាក់ cursor នៅលើហ្នឹងបដូរតានេះមួយមិនថាបន្ទាត់ណាទេឲ្យតែយើងបដូរនៅក្នុងកាឡាហ្នឹងបន្ទាត់ហ្នឹងគឺវាបដូរចំណុចធំហ្នឹងឲ្យដូចគ្នាទាំងអស់វាជាបញ្ជីត្រូវអត់ឲ្យលីសដូចគ្នាទាំងអស់បើអានេះយើងមើលឃើញអត់អានេះបោះអានេះត្រូវអត់ចំណុចលេខ A អានេះខ្ញុំដូរលេខ1វិញឲ្យស្រួលមើលចំណុច1ធំបន្ទាប់មកចំណុចរងទី1គឺអីគេគឺ A អានេះចំណុចរងទីប៉ុន្មានអញ្ចឹងអានេះចំណុចរងទី3អានេះចំណុចរងទីប៉ុន្មានចុច enter មួយទៀតអានេះចំណុចរងទីប៉ុន្មាននេះអានេះទីប៉ុន្មានបើវាស្មើគ្នាអញ្ចឹងគឺរងទីប៉ុន្មាននេះរាប់មក1 2 3 4ចានេះទីប៉ុន្មានអានេះចំណុចរងទីប៉ុន្មានបើ A B C D នេះចំណុចរងទីប៉ុន្មានមើលយល់អត់សំខាន់មើលអាហ្នឹងឲ្យយល់សិនបាទចាំបើយើងថយមកអានេះចំណុចរងទីប៉ុន្មានទី3ត្រូវអត់ចុច enter មួយទៀតចាំតិចសិនចឹងខ្ញុំដាក់អក្សរនេះសិនបើយើងចង់កែចំណុចរងទីប៉ុន្មានអានេះចឹងបានថាខ្ញុំបញ្យល់គឺខ្ញុំចង់ឲ្យយល់អាហ្នឹងរួចហើយបើយើងអត់ទាន់យល់អានេះទេស្រាប់តែយើងទៅធ្វើអានេះចឹងមើលរបស់គេអត់យល់ទេទោះតែយើងយល់ចំណុចបញ្ជីហ្នឹងសិនមិនមែនគេឲ្យយើងមកចឹងបានទេយើងសរសេរអញ្ចឹងក៏បានដូចគ្នាដែរ1ចុចទេមកចុះបន្ទាត់ដាក់លេខ2មកចុចក៏បានដែរប៉ុន្តែបើនិយាយពីរបៀបធ្វើគឺវាខុសរបៀបតោះណាចឹងយល់ហើយណាមិញបាទចឹងអាហ្នឹងតាក់ទងជាមួយនឹង numbering ហ្នឹងបើយើងប្រើផ្គុំគ្នាជាមួយលេខ4និងលេខ5ហើយអានេះដូចគ្នាដែរនេះចំណុចអីគេ1អានេះតម្រងរបស់វាយើងមើលបើយើងយកតម្រងនេះបានន័យថាម៉េចមើលចំណុចយល់អត់ភាគច្រើនគេប្រើលើអីគ្រូមានដែលឃើញមាតិកាមេរៀនអីអត់ចឹងអាហ្នឹងយើងត្រូវចេះដើម្បីអីវាទាមទារឲ្យពេលក្រោយទៀតឧទាហរណ៍យើងធ្វើសភៅ
ធ្វើសភៅវាតាក់ទងជាមួយនឹងមាតិកាមិនមែនយើងអង្គុយធ្វើមាតិកាមួយទេចងតែនឹងឲ្យមកបានជាចំណុចតែម្ដងចុចតែមួយคลิกមកបានទាំងអស់អញ្ចឹងមកឲ្យស្ដាប់ខ្ញុំនេះយល់ទេឃើញទេនេះយើងមើលនេះយើងមើលមាតិកាតើអត់មេរៀនទី1ចំណុចទី1ស្រាសមកតើអត់វាហើយគេ 1.1 នៅក្នុងលេខ1ហ្នឹងមានប្រមាណចំណុចទាំងយល់ណាយើងមិនសូវដែលសង្កេតមើលដោយសារយើងវាអត់សំខាន់ប៉ុន្តែនៅក្នុង Microsoft Word យើងត្រូវយល់ពីអាហ្នឹងចំណុចលេខ2មានប្រមាណចំណុចអានេះមានតែអីបើចំណុចទេបើវាមានចំណុចរងនៅក្នុងចំណុចធំហ្នឹងនេះប្រមាណព្រោះអីវាអីគេវាជាចំណុចដែលប្រតិកាឡាគ្នាអញ្ចឹងគេអត់ចាំបាច់ដាក់អីគេចំណុចលេខ3អីទេប៉ុន្តែអានេះវានិយាយពីចំណុចស្វែងយល់ពីអាហ្នឹងហើយខាងក្រោមសិតតែជាការស្វែងយល់របស់ចំណុចហ្នឹងទាំងអស់តើអត់បាទអញ្ចឹងអាតម្រងបែបនេះគឺស្ថិតនៅក្នុងតម្រងអីគេតម្រងនេះហេតើអត់ចុចតានេះមកដល់ចំណុចទី1និយាយពីអីចាំមើលនិយមន័យសេមកនិយមន័យខ្ញុំមិនទាន់ខ្វល់ពីពុំអក្សរអត់ទាន់អីទំហំអីអត់ទាន់ទេសេបាននេះសិនអញ្ចឹងបើយើងចង់យើងមានអីគេចំណុចទី1គឺមានតែវាទេអញ្ចឹង enter មកវានៅក្នុងបន្ទាត់អីជួរលេខ2អញ្ចឹងយើងចង់និយាយពីអីគេចង់និយាយពី desktop អញ្ចឹងទៅហើយ enter មកនៅក្នុង desktop ហ្នឹងមានប៉ុន្មានចំណុចនិយាយពីអីសរសេរអក្សរវាសិនអញ្ចឹងយើងចូលអីគេនេះ tab មកតើអត់គេមាន load លេខឲ្យអត់ enter មួយទៀតចុះមកមានលេខ3បើមានលេខ3ធំចុចអីគេចុចថយក្រោយមកយល់អត់បើមានលេខ 3.1 ចុចអានេះមកតើអត់អញ្ចឹងយើងសង្កេតមើលថាតម្រងទីនេះគឺវាបង្ហាញតាមមួយចំណុចទេតើអត់បើអាលេខ2អាលេខ3នេះគឺអីគេគេដាក់ឈ្មោះថាអីគេ multi level list តើអត់បើន័យថាសម្រាប់អីកំណត់និមិត្តសញ្ញាលេខឬអក្សរចម្រុះលាយបញ្ចូលគ្នាអញ្ចឹងបើយើងស្ដាប់ទៅវារៀងពិបាកក្នុងការគិតឲ្យយល់តិចតើតែយើងចុចខ្លួនឯងឲ្យយល់បានយើងយល់ពេលខ្លះចំណុចទាំងអស់ហ្នឹងឯងអញ្ចឹងអាកន្លែងចំណុចបជីនេះគឺសំខាន់នៅពេលដែលយើងធ្វើមាតិកាធ្វើអីសម្រាប់ធ្វើសភៅធ្វើអីកំណត់តាហ្នឹងឲ្យហើយមកចុចមកคลิกបង្កើត content មាតិកាខ្លួនឯងបណ្ដោយអញ្ចឹងទាំងអស់ហ្នឹងតាក់ទងជាមួយនឹងចំណុចបជីនៅក្នុង paragraph ហ្នឹងបានន័យថាគេនិយាយពីអី3ខាងលើនេះគឺតាក់ទងជាមួយនឹងការដាក់ចំណុចឬក៏ list ហ្នឹងឯងចំណុចបជីតើអត់បាទ2.2 ហ្នឹងត្រូវឲ្យយើងរើសតម្រងវាសិនយើងរើសតម្រងនេះឃើញអត់អានេះឧទាហរណ៍គេគ្រាន់តែដាក់1ឬហើយចូលបន្ទាត់ 1.1 យល់ទេបើយើង enter មកបន្ទាត់ស្មើគ្នាវាត្រូវ2ហ្នឹងឯងឃើញទេយើងចូលបន្ទាត់ទៀត 1.1 ហ៎ចង់មកក្រោយហើយយល់អត់ចូលបន្ទាត់ទៀត 2.1 តើអត់ចាំមើលវីដេអូថែយល់ទេអញ្ចឹងប្រើឲ្យបានត្រឹមត្រូវគឺអញ្ចឹងហើយថយមកវិញចូលចំណុចទី3យើងយល់ពីចំណុចហ្នឹងមានន័យថាយើងដាក់ចំណុចភាគច្រើនយើងឆ្លើយសំណួរត្រង់ឆ្លើយសំណួរសម្រាប់សិស្សអីគាត់ដាក់
mùi thom nó cho rốn cứ dương chôn bật toàn chẳng nó độ bịp kia để xe ban trăm tráo cứ bẹp nằng ấy thì cho nên là lực kêu để kêu máy còn vô cái này nằng cho là vô là chấm nói nằng chôn bật toàn mình nè bậc cái tay rồi cái đấy của con vô là tùm rong nằng này tha cái hao thả đấy ghế hao thả ké đó cái hao thấy ăn tập bọt gì tam đây ghế đấy lấy bà đấy តើឥឡូវយើងចំណុចលេខបញ្ជីអីប៉ុណ្ណឹងសិនអញ្ចឹងគឺខាងលើនេះយើងប្រើផ្គុំគ្នានេះ1 2 3 4 5ហើយខាងលើនេះប្រើផ្គុំគ្នាតើឥឡូវយើងមកផ្នែកខាងក្រោមនេះវិញម្ដងអញ្ចឹងផ្នែក4ខាងក្រោមនេះតាក់ទងជាមួយនឹងការតម្រឹមអត្ថបទយើងមើលឃើញ cursor នេះអត់ឃើញ cursor load ផ្តិតនេះចឹងអាហ្នឹងគេហៅថា cursor ចឹង cursor នៅផ្នែកខាងឆ្វេងចឹងមានន័យថាតម្រឹមអីគេយើងសរសេរអក្សរមកគឺឆ្វេងតើអត់ cursor នៅតែដើមនៅខាងក្រោយអីគេខាងស្ដាំអក្សរហ្នឹងបើ cursor នៅខាងក្រោយអក្សរមានន័យថាម៉េចមានន័យថាយើងអាចសរសេរអក្សរនៅខាងមុខអក្សរហ្នឹងបានយល់អត់មិនអត់យល់អង្គល cursor មកកន្លែងណាគឺកែអក្សរនៅកន្លែងហ្នឹងតើអត់យ៉ាត់អត់ចេះកែអក្សរអូយតែយើងចុច cursor មក cursor យើងអាចរំកិលដោយប្រើ arrow key ស្គាល់ arrow key អត់ខ្ញុំបង្ហាញ keyboard តិចសិននេះសញ្ញាព្រួញឡើងលើចុះក្រោមឆ្វេងស្ដាំចា៎ហ្នឹងហើយគឺ arrow key យើងកុំប្រើ mouse យើងកុំយក mouse មកចុច select ចេះអីគេប្រើនេះតើអត់អង្គល1មកអីគេ1ចឹងមកមកអក្សរចឹងទៅអង្គល2មក2អក្សរចុចឲ្យជាប់តើអត់ចុច enter ចុចបន្ទាត់បើវាមានអក្សរអីគេទៀតយើងចុចអីគេខាងលើទៅវាទៅបន្ទាត់ខាងលើចឹងក្រោមមកខាងក្រោមតើអត់ឧទាហរណ៍ cursor នៅបន្ទាត់ណាយើងចង់តម្រឹមអក្សរទៅផ្នែកខាងណាយើងគ្រាន់ដាក់ cursor នៅបន្ទាត់នឹងទៅឃើញទេតម្រឹមអីគេនេះតម្រឹមអីនេះតម្រឹមអីនេះយើងមើលវាចុចជាប់នឹងអីគេបាទចុច enter មកតម្រឹមកណ្ដាលបានន័យថាម៉េចបានន័យថាអក្សរគឺវាអីគេកណ្ដាលស្មើគ្នាទាំងអស់ឃើញទេបើតម្រឹមអីគេឆ្វេងអក្សរវារត់មកខាងឆ្វេងទាំងអស់ enter មកបន្ទាត់ទៀតបើតម្រឹមខាងស្ដាំបានន័យថាអក្សរអីគេ enter មកសរសេរចាប់ផ្ដើមពីខាងស្ដាំយល់អត់ចា៎nóអត់ពិបាកយល់ទេឃើញទេចឹងអាហ្នឹងគឺតម្រឹមអីគេឆ្វេងកដាលហើយហ្នឹងដាំហើយអាមួយទៀតគឺតម្រឹមអីគេសងខាងមានន័យថាម៉េចបាទខាងឆ្វេងក៏យើងមើលនិមិត្តសញ្ញាវានេះខាងនេះត្រឹមមកខាងអីនេះយើងមើលខាងនេះកដាលគឺស្មើគ្នាខាងនេះអក្សរត្រឹមមកខាងស្ដាំទាំងអស់ហើយខាងនេះមកអីបានន័យថាឲ្យអក្សរយើងពេញមកបន្ទាត់ទាំងអស់បាទនេះស្មើអញ្ចឹងណាស្មើគ្នាទាំងសងខាងយល់អត់នេះឧទាហរណ៍ក្នុងសភៅនេះគេគឺខាងនេះក៏ស្មើគ្នាខាងនេះក៏ស្មើគ្នាមើលអក្សរនេះអញ្ចឹងអាទី4មិញនេះឃើញខាងនេះស្មើគ្នាអត់អញ្ចឹងអាហ្នឹងគឺយកតម្រឹមសងខាងនឹងឯងចាំមើលខ្ញុំសរសេរអក្សរនេះឲ្យពេញ
cái là sao đôi khi tao đang là viết smờ ấy thảo hắn đọc bè sao không may vì miền chơi người miền ấyมันได้ทะเบียนรถออสมาติตอนนั้นจากนั้นพิจารณาอะไรนี่ไปคล้ายยังจอยเต้ากับเวียมันรถสมาสองทางเนี่ยก็มีวิธีเสรีផ្សេងទៀតប៉ុន្តែយើងយល់មូលដ្ឋាននឹងប៉ុណ្ណឹងសិនហើយអានេះយើងមានប្រហែលពី3បន្ទាត់ហើយនេះណាចានេះយើងយល់ហើយណា4ចំណុចនេះប៉ុន្តែយល់សិនប៉ុន្តែឲ្យចាំចុចប្រើប្រាស់អាហ្នឹងយើងមិនទាន់ចាំទេព្រោះអីយើងមិនទាន់អនុវត្តហើយអានេះគឺអីគេនេះនេះហៅអីគេមើលline and paragraph spacing បើន័យថាគម្លាតបាទអញ្ចឹងយើងមើលមកនេះអញ្ចឹងនៅក្នុងនេះអត់មានទេលេខ12នេះប៉ុន្តែកម្មវិធី2000มันវាមានទៅតាមហ្នឹងទៅអានេះ2019វាអត់មានទេរបស់ខ្ញុំអញ្ចឹង line and spacing យើងមើលមកនេះកំណត់គម្លាតជួរពីអត្ថបទមួយទៅអត្ថបទមួយទៀតយើងមើលតែសញ្ញាព្រួយនេះដឹងហើយនេះគម្លាតពីលើមកក្រោមបានន័យថាបន្ទាត់ខាងលើឲ្យឃ្លាតពីបន្ទាត់ខាងក្រោមបាទអញ្ចឹងដើម្បីយើងនេះវាបានយើង select វាអញ្ចឹងមកបានន័យថាយើងចង់ឲ្យវាឃ្លាតគ្នាពីតាបន្ទាត់ខាងទី1ហើយនិងបន្ទាត់ទី2នេះទេ select វាមកនេះតោះណាតែនេះ select វាមកទាំងអស់យើង select តែពីបន្ទាត់នេះមកចង់ឲ្យវាឃ្លាតគ្នាតែពីបន្ទាត់ហ្នឹង select តែពីបន្ទាត់ហ្នឹងមកបានហើយចុចបដូរលេខវាមកឃើញអត់អញ្ចឹងក្នុងនេះវាមាន3បើយើងចង់យកធំជាងហ្នឹងចុច line spacing ហ្នឹងមកនេះយើងឃើញកន្លែងនេះហ៎ប៉ុន្តែភាគច្រើនមិនបាច់ដូរនៅកន្លែងហ្នឹងក៏បានដែរនេះយើងដូរនៅកន្លែង layout នេះក៏បានប៉ុន្តែគេមាន shortcut កន្លែងនេះមួយដូរកន្លែង layout នេះក៏បានដែរនេះអានេះយើងបកទៅមើល slide ខាងក្រោយវិញនេះក្នុងនេះវាមានបញ្យលដែរនេះleft បានន័យថាចូលបន្ទាត់ឆ្វេង right ចូលបន្ទាត់ស្ដាំ before គម្លាតខាងលើ after គម្លាតខាងក្រោមនេះចុច select លើបន្ទាត់នេះមកបានន័យថាយើងចង់ឲ្យបន្ទាត់ខាងក្រោមនេះខាងក្រោមនេះអញ្ចឹងកន្លែងណានេះខាងលើ before លាខាងក្រោមគឺអី after នេះបានន័យថាបន្ទាត់ដែលយើង enter ដែលយើងបាន enter ចុះតើអត់កន្លែងនេះបានន័យថាបន្ទាត់ដែលយើងបាន enter ចុះនេះយើងអានេះបន្ទាត់អីគេជាមួយគ្នាត្រូវអត់យើងទៅសេអក្សរមកវាធ្លាក់ខ្លួនឯងយើងអត់បាន enter ទេតើអត់នេះនៅពេលដែលអក្សររត់មកពេញបន្ទាត់នេះបានន័យថាវាចុះមកបន្ទាត់ទៀតយើងអត់បានចុច enter ទេណាអញ្ចឹងបើយើងបដូរកន្លែងនេះបានន័យថាគម្លាតអីគេពីនេះមកនឹងបន្ទាត់នេះតើអត់យើងចង់បដូរអានេះបានន័យថាមក enter នេះតើអត់ហើយយើង enter មិញចង់កិលមកលើនេះលើមកតើនេះអានេះចូលបន្ទាត់ចូលដើមបន្ទាត់អីចឹងទៅប្រហែលសង់ទីម៉ែត្រអីចឹងទៅតើអត់ចឹងវាមានកំណត់ចឹងតើឥឡូវគឺ paragraph គឺមានតែប៉ុណ្្នឹងឯងហើយផ្សេងអានេះផ្សេងទេដូចជាអីគេតតងជាមួយនឹងការដាក់ពណ៌ផ្ទៃខាងក្រោយឃើញទេពណ៌ផ្ទៃខាងក្រោយមានពណ៌អសណាពណ៌អសកន្លែងនេះទេតតង font ទេបាទហើយកន្លែងនេះតតងជាមួយនឹង border ស្គាល់ border អត់ border បានន័យថាយើងដាក់បន្ទាត់ឃើញទេ all border គូហុំអីគេបន្ទាត់ជុំវិញអីគេ bottom border បានន័យថាផ្នែកដោះអានេះយើងដោះវិញមកមិញយើងដាក់ត្រូវអត់ហើយយើងមកនេះវិញ
bottom border បានន័យថាដាក់អីគេបន្ទាត់មកនៅខាងក្រោម left បានន័យថាឆ្វេង right ស្ដាំ no បានន័យថាដោះទាំងអស់អញ្ចឹងមានតែប៉ុណ្្នឹងឯងហើយតាក់ទងជាមួយនឹង short text កន្លែងនេះតាក់ទងមួយនឹងការតម្រៀបទេពាក្យច្រើនប្រើជាមួយនឹងតារាងតម្រៀបអក្សរពីកដល់អដល់កវិញអញ្ចឹងដូចឈ្មោះសិស្សវាមានអីគេតាមលំដាប់ឈ្មោះតាមលំដាប់អក្សរអញ្ចឹងគឺកន្លែងនេះអត់ហើយកន្លែងនេះកន្លែងដែលយើងចុចវាមកគឺវាបង្ហាញឲ្យយើងឃើញថាតើអត្ថបទរបស់យើងនឹងបានចុះបន្ទាត់ឬក៏ដក clear អីប្រហែលដងអីប្រហែលដងឃើញអញ្ចឹងវាមិនមែនចុចបង្ហាញ print មកវាចេញអាហ្នឹងទេណាគ្រាន់តែវាបង្ហាញឲ្យយើងឃើញថាក្នុងបន្ទាត់នេះយើងបានដក clear ប្រហែលដងនេះឃើញមានសញ្ញាចុចនេះអត់គឺយើងដក clear ហើយឃើញសញ្ញានេះបានន័យថាយើង enter តើអត់នេះដើមបន្ទាត់នេះ enter មួយនៅក្នុងនេះឧទាហរណ៍យើងចុចដក clear ចុចដក clear អញ្ចឹងបន្ទាត់នេះវាដាច់នេះចុចដក clear កន្លែងនេះចាអូខេចេញចុចមួយអញ្ចឹងវាបង្ហាញថាយើងបានដក clear ហើយកន្លែងហ្នឹងអញ្ចឹងបើយើងចុចជាប់អាហ្នឹងយើងគ្រាន់តែចុចនៅលើវាមួយវិញមកគឺដោះវាឲ្យលេងឃើញហើយយើងចុចជាប់ទៀតយើងសាកទៅ print មើលវាជាប់អាហ្នឹងអត់វាមានជាប់ទេតើអត់គ្រាន់តែគេបង្ហាញយើងថាកន្លែងហ្នឹងគឺយើងជាប់ដក clear ហើយដល់ពេលដែលការងារយើងច្រើនយើងធ្វើជាមួយតារាងផងរូបភាពផងអីផងញ៉េញ៉ៃអញ្ចឹងយើងចុចបង្ហាញវាដើម្បីមើលថាទេហេតុអីក៏ទាញឡើងលើអារូបភាពទាញឡើងលើមិនបានអីមិនបានមកពីអីវាជួនកាលទៅវាជាប់ enter ជាប់អីមួយអញ្ចឹងទៅតើអត់អញ្ចឹងឲ្យបង្ហាញឲ្យដឹងចំណុចទាំងអស់ហ្នឹងឯងតើឥឡូវយើងស្វែងយល់ពីចំណុចទាំងអស់ហ្នឹងរួចហើយយើងធ្វើលំហាត់មួយលំហាត់នៅណាឯងលំហាត់នេះអញ្ចឹងលំហាត់នេះខ្ញុំយកមកពីអ៊ីនធឺណិតដែរទេអញ្ចឹងលំហាត់មួយនេះការធ្វើលេខរៀងបញ្ជីអញ្ចឹងនៅក្នុងនេះគេប្រាប់យើងដើម្បីធ្វើលេខរៀងបានយើងប្រើ shortcut គេ Alt H N មានន័យថាយើងជ្រើសរើសយកចំណុចជាអីគេជាលេខបើយើងយក Alt H U មានន័យថាជាចំណុចហើយគេមើលក្នុងនេះខ្លួនឯងទៅពើអានេះគេប្រាប់យើងទាំងអស់នេះឲ្យយើងរៀនប្រើ shortcut បើយើងចុច mouse ក៏ទៅបានដែរមិនដែរប្រើតាមនេះមកនេះរបៀបសរសេរគេប្រាប់យើងមើលក្នុងទូរស័ព្ទអត់មានអី print ទេតើឥឡូវធ្វើលំហាត់ប៉ុណ្ណេះសិនអញ្ចឹងខ្ញុំ scope វីដេអូសិនខ្ញុំយកវីដេអូនេះទៅមើលបន្ថែម